បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទរដ្ឋាហើយវីដេអូនេះប្រហែលជាយើងបញ្ចប់ត្រឹមវគ្គហ្នឹងក្នុងការរៀនធ្វើបទភ្លេងថ្មីពីចង្វាក់កន្ទ្រឹមយើងនឹងអាចបង្កើតនៅសាច់ភ្លេងថ្មីទៀតដូចជាចង្វាក់រំវង់សារវ៉ាន់ឬក៏បទមនោចេតនាអញ្ចឹងទៅអញ្ចឹងនៅក្នុងវីដេអូនេះថ្ងៃនេះខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបคลาย melody ហើយនឹងរបៀបថែមថយគ្រឿងភ្លេងនៅក្នុងហ្នឹងឲ្យវា full ស្ដាប់ទៅវាណែនអញ្ចឹងណាអញ្ចឹងនៅក្នុងភ្លេងមួយបទនេះវាសឹងតែគ្រប់ហើយព្រោះក៏ត្រឹមវាច្រៀងតែទេបងប្អូនអញ្ចឹងឥឡូវខ្ញុំសូមមកធ្វើ melody climb សិនអញ្ចឹងដើម្បីធ្វើ melody climb បានយើងត្រូវការ record សំឡេងមែនទេអញ្ចឹងឥឡូវខ្ញុំ record អានេះ melody ខ្ញុំធ្វើមាត់អូខេអញ្ចឹងខ្ញុំលុបវាចោលសារនេះហើយខ្ញុំនឹង record ដល់ទៀតអញ្ចឹងណាអូខេតោះឥឡូវហេស្ងាត់បន្ថយសំឡេងលឿនប៉ាថតវីដេអូស្ងាត់អូខេតោះឥឡូវយើង record ធ្វើ melody climb ហ្នឹងនេះមានន័យថាចេះ repeat melody ហើយវាមានអា melody lead របស់វាទេចាំមើលចឹងហ่าយើងធ្វើចឹងតោះឥឡូវចាប់ដើមទាំងអស់គ្នាអូខេអញ្ចឹងរួចរាល់អញ្ចឹងយើងគ្រាន់តែចុច right click edit វាមកអានេះវាគ្រាន់តែជាកន្លឹះក្នុងការជួយទៅដល់គ្នាយើងទេណាបើសម្រាប់ខ្ញុំធ្វើរាល់ថ្ងៃប្រចាំថ្ងៃខ្ញុំធ្វើបទចម្រៀងខ្ញុំមិនដែលទៅអង្គុយថតសំឡេងចឹងទេព្រោះខ្ញុំដឹងក្បួនធ្វើអស់ហើយខ្ញុំធ្វើមិនក៏បានដែរអានេះខ្ញុំគ្រាន់តែជាចាំលែកកន្លឹះក្នុងការចែកកន្លឹះក្នុងការជួយសម្រួលទៅដល់ការធ្វើបទភ្លេងសម្រាប់បងប្អូនដែលគាត់ទៅចាប់ផ្ដើមគាត់ពិបាកមែនតើក្នុងការរៀង melody ហ្នឹងឯងអូខេឥឡូវខ្ញុំរើស sound ឲ្យយកមក climb យកពួក tweet នេះមើលអូខេសាក់យកហ្នឹងមនុស្ស delay បិទ delay ណាចឹងយើងទាញអានេះតម្លាក់មកអូខេខ្ញុំលុបអានេះចោលអូខេឥឡូវខ្ញុំដាក់វាទៅលើយើងដាក់សេរីវាត្រូវតាមទីតាំងវាមកអូខេបងប្អូនអញ្ចឹងរបៀបកែសម្រួលវាគឺបែបហ្នឹងឯងតើយើងចេះស្ដាប់ខ្លះដែរ
เคโอเคចឹងយើងធ្វើការកែប្រែវាសម្រួលតិចតិចណាវាត្រូវឯងបងប្អូនឬក៏យើងធ្វើឡើងនេះ2កលៈក៏បានឥឡូវគេចូលដល់ឡើងជ្រៀងហើយមានអីស្រួលគេឥឡូវយើងតែយើងអាចដូរឧបករណ៍ instrument បានបងប្អូនបើសិនជាឧបករណ៍នេះវាអត់សូវត្រូវអញ្ចឹងណាអូខេឥឡូវយើងស្ដាប់ហ្នឹងឥឡូវខ្ញុំចង់ដូរខ្ញុំអត់ចង់ប្រើស្អីគេ list នេះទេចឹងឥឡូវយើងខ្ញុំអាចដូរប្រើរបស់ contact វិញចុចខ្ញុំប្រើ organ វិញបងប្អូនមានអារម្មណ៍ថាសលេងវាអត់សូវព្រោះវាស្កាតពេកចឹងខ្ញុំយក organ ខ្ញុំយកអានេះមកអាសោនហ្នឹងវាលើយើងឯងបើយើងរើសមកត្រូវព្រោះបត់ហ្នឹងបើយើងរើសអត់ត្រូវអត់ព្រោះទេវាមានអារម្មណ៍ស្កាតស្ងួតបត់ចម្រៀងមួយណាក៏ដោយអូខេចឹងខ្ញុំសម្រួលអកាឌៀនលើនេះទៀតខ្ញុំអត់ចង់ឲ្យវានៅមួយរាប់ចឹងឯងវាអត់ព្រោះប៉ុណ្ណឹងមកឥឡូវខ្ញុំចាប់ផ្ដើមបន្ថយនេះអា piano របស់យើងខ្ញុំត្រូវយក E piano យកមកលេងមិនព្រោះខ្ញុំសាក់ដូរសិនខ្ញុំអត់លេងអាហ្នឹងទេវាអា piano ហ្នឹងខ្ញុំគ្រាន់តែដាក់យក demo សិនទេអាការមេរៀនដំបូងយើងអញ្ចឹងខ្ញុំយក E piano យកមកញាក់ chord មកនេះ electric piano នេះយកពួកអាហ្នឹងមកបានត្រូវបងប្អូន piano នោះលេងអត់ត្រូវទេអញ្ចឹងដាក់នេះឲ្យខ្ញុំ remove នឹងចោលវិញតែម្ដងកុំឲ្យវានៅជាអៀតប្រជិចរបស់យើងអា vocal នេះខ្ញុំរុញវាទៅលើទៅយើងទុកថតថែមថយទៀតអញ្ចឹងអូខេនេះមិនត្រូវទេអូខេអញ្ចឹងយើងមានអារម្មណ៍ថាភ្លេងរបស់យើងវាចង់ full នៅតួភ្លេងវាស្ដាប់ទៅវាអត់មានស្ងួតខ្សោះអីទៀតទេឥឡូវខ្ញុំបន្ថែម can មួយទៀតហើយ can នេះបងប្អូនអាចតំណខ្ញុំបានខ្ញុំគិតលុយធូរថ្លៃដែរទេព្រោះនេះអត់បាន free ទេយើងតោះតែទិញគេមិនមានអញ្ចឹងណាបងប្អូនអញ្ចឹងដោយសារតែបត់ហ្នឹងតុងដូវាស្មើគ្នាជាមួយតុង La minor អញ្ចឹងទាញ can La minor ដាក់យកតែម្ដងហើយបងប្អូនជាវខ្ញុំនឹងមានវីដេអូរបៀបបរៀនយកកែននឹងយកមកប្រើអញ្ចឹងបងប្អូនអាចធ្វើការសម្រួលជាមួយភ្លេងហ្នឹងទៅនៅក្នុង mixer វានឹងបរួសព្រោះអានេះវានៅលឺអញញ៉ៃវាអត់ទាន់ clean ណាជាមួយខ្ញុំសម្រួលវា
ចឹងយើងសម្រួលគឺយើងចាប់ផ្ដើមផែនឧបករណ៍ថាណាឲ្យវាលឺខាងឆ្វេងណាឲ្យវាលឺខាងស្ដាំណាអានេះ snare ដែរទេនេះ snare ដែរអានេះខ្ញុំយកមក50 60ចុះឲ្យវា clean តិចអានេះខ្ញុំយកមក60ឈើអានេះយើងដៃគូឈប់ឈើងអញ្ចឹងយើងយកវាដូចគ្នាមកយក60ដូចគ្នាពេលដែលយើងផែនទៅវាឆ្លាស់បងប្អូនអូខេហើយនៅអីទៀតអានេះខ្ញុំយកវាមក70ដែរអាហ្នឹង Cobel អានេះ garage យើងអត់ផែនទេ Hi hat ខ្ញុំយកវា60ដែរយកវាទៅខាងឆ្វេងអូខេអានេះប៉យកវា60ដែរសារវាស្គរដៃប៉ពើងនេះវាដៃគូមកនេះចឹងវាត្រូវផែនស្មើគ្នាអូខេអានេះ melody អូខេភ្លេងយើងចាប់ដើម clean ស្ដាប់ទៅវាមានអារម្មណ៍ហើយអានេះយើង rename មកយើងដាក់ថា chord ឥឡូវខ្ញុំចាប់ផ្ដើមតវាឲ្យពេញមួយបទអញ្ចឹងខ្ញុំកាត់វាមកនេះអូខេញ៉ាត់យក line draw ខាងមុខនេះទេដោយសារកន្លែង draw យើងមាននៅនេះហើយអញ្ចឹងយើងគ្រាន់តែកាត់វាប៉ុណ្ណឹងមកព្រោះអានេះ intro របស់យើងមែនទេអានេះយើងកាត់យកចូល line ជ្រៀងហើយសំខាន់គ្នាយើងចង់ដាក់ line ជ្រៀងហ្នឹងមានប៉ុន្មាន verse ហើយខ្ញុំសុំកាត់ melody ចោលព្រោះយើងអត់យក melody មកទេដូចទីហោបត់ហ្នឹងអ្នកទាំងអស់គ្នាធ្វើ4កាផ្លេគឺ4កាផ្លេហ្នឹងឯងអូខេអញ្ចឹងខ្ញុំតវាបាន3កាផ្លេឥឡូវខ្ញុំយកវា4កាផ្លេមានន័យថាវគ្គចម្រៀងបងប្អូនយ៉ាងអត់ដឹងទេតមកជ្រៀង4វគ្គហ្នឹងហើយចូលសាច់ភ្លេងវិញអញ្ចឹងខ្ញុំ copy ឡើង intro យើងយកមកនេះអូខេហើយបងប្អូនអាចដូរ instrument កន្លែង melody នេះអានេះវាដាច់បាត់ហើយខ្ញុំកលូវាចូលគ្នាវិញនេះយើងអាចដូរឧបករណ៍ instrument យើងអាកន្លែង melody នេះចូលយើងបាច់លេខអុកកាឌៀនទៀតទេនេះឥឡូវខ្ញុំអាចយករនាតអីមកអញ្ចឹងណាតែពិតងាយទេបងប្អូនចង្វាក់ខ្មែរយើងមិនថាមើលងាយចង្វាក់យើងងាយទេចង់និយាយថាបទប្រភេទរាំអញ្ចឹងវាដដែលមិនថាចង្វាក់អីសារវ៉ាន់ឬបទ hip លក្ខណៈដូច disco អីចឹងអាបទញាក់អញ្ចឹងវាដដែលទេចង់និយាយអញ្ចឹងណាអូខេឥឡូវខ្ញុំចង់យកអានេះមួយអាណាទេអាហ្នឹង library ហ្នឹងខ្ញុំឃើញថាវាលយវាបោះរនៀតសាក់យករនៀតនេះមករនៀតឯកនេះតាំងពីខ្ញុំមានមកខ្ញុំអត់ទាន់បានយកមកធ្វើបទអីបានសូម្បីតែមួយបទអញ្ចឹងយើងទាញអា melody នេះតម្លាក់មករនៀតហ្នឹងមកខ្ញុំអត់ចង់លេងអុកកាឌៀនទៀតទេអូខេអញ្ចឹងយើងធ្វើតាអាកន្លែងរួនអាលាក់ហ្នឹងមកចឹងអានេះយើង copy មកបាច់ធ្វើអីយើងធ្វើអាហ្នឹងហើយ
thơ à cái này ruột năng hai ót chăm dương đi về dương copy về một tiệt phổ nét với copy á bông bồn sol trong copy này giờ đã sol này ạ bao sầm rạp F là ca cu midi cu lứa đó nè bông bồn ắt đôi phụ viên y tế quả này cu midi hiện dù F Việt mình một nghe chạp à cò cắt lươn chiêng OK ឥឡូវយើងតម្លាក់អាហ្នឹងមកក្រោមតិចកុំឲ្យវានៅខ្ពស់ចឹងពេកឬក៏យើង copy វាមកតម្លាក់មកខាងក្រោមព្រោះអានេះវារៀងតឹងហើយអញ្ចឹងខ្ញុំយកមួយទៀតយកដូរទី2នេះនេះអូខេអញ្ចឹងបន្ទាប់ពីយើង copy បានអញ្ចឹងហើយបងប្អូនចុចដោះអាសញ្ញានេះដើម្បីវាល្អអញ្ចឹងខ្ញុំទាញអានេះអាកន្លែងណាអាលាក់យើងទាញឲ្យវាជ្រោះគ្នាបន្តិចតិចចេះអូខេពេលយើងទាញជ្រោះអញ្ចឹងបានព្រោះអូខេពេលដែលកន្លែងហ្នឹងវាអត់ជ្រោះវាអត់ព្រោះព្រោះវាយមែនតើវាជ្រោះជាងដែរយើងទាញឲ្យជ្រោះតិចតិចចឹងទៅវាព្រោះវាដូចមែនតើណាអូខេហើយrename វាដាក់ថារនៀតអូខេឥឡូវយើងបានចប់មកបត់ប៉ុន្តែពេលភ្លេងហើយវាត្រូវច្រៀងឡើងវិញអញ្ចឹង copy ឡើយនេះមក copy វាឡើងវិញទាំងអស់ចឹងមកហើយតវាមកបងប្អូនវារួចរាល់ហើយមានអីវាអូខេស្គយទៀតទេព្រោះវាចប់ហើយអូខេអញ្ចឹងដល់ហើយនេះធ្លាក់ចប់អញ្ចឹងរួចរាល់ហើយចង្វាក់កន្ទ្រឹមរបស់យើង
នេះពេលធ្វើរនៀតឲ្យព្រោះហ្មងនេះអូខេអញ្ចឹងវីដេអូនេះឈានដល់ទីបញ្ចប់ហើយគោរពជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទាំងអស់គ្នាគោរពជម្រាបលាបាយ